ថ្ងៃមួយលោកពូដ៏មានស្តុកស្តម្ភមកពីក្រុងកូបេបានមកដល់ផ្ទះរបស់អ៊ីតូកូយ៉ាងទាន់ហោនតាមការចាត់តាំងរបស់លោកតាដើម្បីមកមើលថាតើក្មេងនិងគ្រួសារនេះមានហូបចុកគ្រប់គ្រាន់ឬស្រកទម្ងន់ដោយសារភាពក្រីក្រដែរឬទេហ្វេនស៊ូកេដែលជាឪពុកមានអារម្មណ៍អៀនខ្មាស់និងខុសឆ្គងយ៉ាងខ្លាំងដែលមិនអាចចាញ់កម្លាំងសេដ្ឋកិច្ចដើម្បីចិញ្ចឹមគ្រួសារបានល្អរាល់ពេលដែលសមាជិកគ្រួសារខាងប្រពន្ធមកដល់តាមទ្វារមុខហ្វេនស៊ូកេតែងតែលួចគេចចេញតាមទ្វារក្រោយជានិច្ចកាលពីរាប់សិបឆ្នាំមុនហ្វេនស៊ូកេគ្រាន់តែជាកម្មករធម្មតាម្នាក់ដែលបាននាំកូនស្រីអភិជនក្នុងត្រកូលរិចអាយលួចរត់តាមគ្នាចាប់តាំងពីពេលនោះមកខាងឪពុកក្មេកតែងតែជួយជ្រោមជ្រែងហិរញ្ញវត្ថុជានិច្ចដែលធ្វើឲ្យហ្វេនស៊ូកេអាប់អន់គិតយូរយ៉ាងខ្លាំងក្នុងនាមជាមេគ្រួសារការមកដល់លើកនេះលោកពូបានឬពាក្យចាំអារម្មណ៍ថាហាងគីម៉ូណូចិត្តសៃថុនហើយអ៊ីតូកូត្រូវបង្ខំចិត្តចេញទៅធ្វើការនៅហាងខដើម្បីរកប្រាក់មកជួយគ្រួសារលោកពូបានស្ដីបន្ទោសហ្វេនស៊ូកេយ៉ាងធ្ងន់ធ្ងរដែលអសមត្ថភាពរហូតដល់ថ្នាក់ប្រើកូនស្រីឲ្យទៅរកប្រាក់ហ្វេនស៊ូកេបានត្រឹមតែអន់ក្បាលទទួលការស្ដីបន្ទោសទាំងវេទនាដោយសារគាត់ខ្លួនឯងក៏មិនដែលដឹងថាអ៊ីតូកូទៅធ្វើការនៅទីនោះពិតប្រាកដឡើយម្ដាយរបស់អ៊ីតូកូបានចូលមកសម្រួលស្ថានភាពដោយជម្រាបថាអ៊ីតូកូមិនមែនជារាងកាយរឹងមាំអ្វីណាស់ណាទេខណៈដែលអ៊ីតូកូប្រញាប់ពន្យល់ថានាងមិនបានទៅធ្វើការដើម្បីប្រាក់កាសឡើយប៉ុន្តែគឺមកពីនាងស្រឡាញ់ចូលចិត្តការកាត់ដេរតែប៉ុណ្ណោះទោះជាយ៉ាងណានាងមិនបានកត់សម្គាល់ឃើញថាមុខរបស់ឪពុកនាងកាន់តែខឹងសម្បារខ្លាំងឡើងនោះទេបន្ទាប់ពីលោកពូត្រឡប់ទៅវិញអ៊ីតូកូបានសួរឪពុកដោយប្រុងប្រយ័ត្នថាពុកខ្ញុំសូមឈប់រៀនដើម្បីទៅធ្វើការនៅហាងខោនោះបានទេពាក្យសុំនេះបានធ្វើឲ្យហ្វេនស៊ូកេផ្ទុះកំហឹងយ៉ាងខ្លាំងដោយភាពខឹងសម្បារនិងអារម្មណ៍ប្រមាថគាត់បានទះកំភ្លៀងអ៊ីតូកូយ៉ាងដំណំចំពោះមុខម្ដាយនិងប្អូនដែលកំពុងតែខ្ទុកខ្ទួលនិងភ័យខ្លាចថ្ងៃបន្ទាប់អ៊ីតូកូត្រូវទៅសាលារៀនទាំងមានស្នាមជៀមនៅលើផ្ទៃមុខទោះជាយ៉ាងណាហ្វេនស៊ូកេនៅតែព្យាយាមតស៊ូដើម្បីស្រោចស្រង់ហាងគាត់បានទទួលការកំងកាត់ដេរឈុតការឲ្យកូនស្រីម្ចាស់ដីប៉ុន្តែសេដ្ឋកិច្ចកាន់តែធ្លាក់ចុះខ្លាំងធ្វើឲ្យហាងលក់ក្រណាត់បដិសេធមិនព្រមជំពាក់ប្រាក់ថ្លៃក្រណាត់ឡើយហ្វេនស៊ូកេអស់ផ្លូវដើរហើយត្រូវត្រឡប់មកផ្ទះវិញដោយភាពបរាជ័យនៅតាមផ្លូវគាត់បានជួបមិត្តភ័ក្តិដែលកំពុងរៀបចំប្រាក់កាសដើម្បីបើកហាងអគ្គិសនីធ្វើឲ្យគាត់កាន់តែឈឺចាប់និងដឹងខ្លួនថាមិនមែនមានតែគាត់ម្នាក់ទេដែលកំពុងរវើវាយនឹងប្រយុទ្ធប្រឆាំងនឹងការផ្លាស់ប្ដូរនៃយុគសម័យឯអ៊ីតូកូវិញមិនងាយនឹងបោះបង់ឡើយនាងបានសុំឪពុកម្ដងហើយម្ដងទៀតលើកទី1សុំចំប៉ុន្តែត្រូវឪពុកស្រែកគំហកនិងក្រវែងកែវបែកខ្ចាយនាងនៅតែទូចសុំឪពុកមិនថានៅក្នុងកាលៈទេសនាក៏ដោយតែវានៅតែមិនទទួលបានការអនុញ្ញាតពីឪពុកនាងឡើយពុកខ្ញុំចង់រៀនកាត់ដេរសូមពុកអនុញ្ញាតឲ្យខ្ញុំធ្វើវាទៅនេះឯងឈួតហើយមែនទេនៅពេលឪពុកកំពុងនិយាយជាមួយអ្នកដទៃអ៊ីតូក៏បានឆក់ឱកាសទៅសុំការអនុញ្ញាតប៉ុន្តែនៅតែមិនបានផលពុកខ្ញុំចង់រៀនកាត់ដេរគឺសូមពុកអនុញ្ញាតឲ្យខ្ញុំធ្វើវាទៅសូម្បីតែពេលឪពុកនាងទៅចូលបន្ទប់ទឹកក៏អ៊ីតូក៏ទៅឈររងចាំនៅមុខបន្ទប់ទឹកដើម្បីអង្រពុកទាំងរឿងនោះដែរដោយសារអ៊ីតូកូមិនបានទៅហាងខោតាមការសន្យាពីអ្នកប្តីប្រពន្ធម្ចាស់ហាងខោដែលអ៊ីនព្រៀនបានខិតខំដើរកាត់មុខហាងគីម៉ូណូជាច្រើនជុំដើម្បីមើលថាតើមានរឿងអ្វីកើតឡើងចំពោះនាងអ៊ីតូកូបានត្រឹមតែលួចមើលតាមចន្លោះបង្អួចទាំងសោកស្ដាយនិងអាណិតពួកគាត់ប៉ុន្តែមិនអាចចេញទៅជួបបានឡើយស្ថានភាពហិរញ្ញវត្ថុរបស់គ្រួសារកាន់តែដុនដាបហ្វេនស៊ូកេបានបង្ខំចិត្តសុំឲ្យប្រពន្ធទៅខ្ចីប្រាក់ពីត្រកូលខាងម្ដាយម្ដងទៀតប៉ុន្តែម្ដាយរបស់នាងបានបដិសេធដោយសារតែប្រាក់កម្ចីមុននៅមិនទាន់បានសងនៅឡើយហើយលោកតាក៏បានហាមឃាត់មិនឲ្យផ្ដល់ប្រាក់បន្ថែមទៀតដែរហ្វេនស៊ូកេបានសន្យាថានឹងសងវិញទាំងដើមទាំងការបន្ទាប់ពីកាត់ដេរឈុតការនេះរួចប៉ុន្តែភរិយារបស់គាត់បានត្រឹមតែអង្គុយស្ងៀមនិងសម្លឹងមើលស្ទែមដបសក់ដែលជាកាដូពីម្ដាយខ្លួនឃើញប្រពន្ធធ្វើប្រងើយកន្តើយហ្វេនស៊ូកេក៏ចាប់ផ្ដើមខឹងសម្បារសាជាថ្មីនៅទីបំផុតភរិយារបស់គាត់ក៏បានទម្លាយការពិតដ៏គួរឲ្យតក់ស្លុតថាលោកពុកគាត់បានផ្ដាំមកថាឲ្យបងប្រញាប់ទៅជួបគាត់នៅផ្ទះធំជាបន្ទាន់ពាក្យសម្ដីនេះបានធ្វើឲ្យហ្វេនស៊ូកេភ័យរន្ធត់និងញ័ររន្ធត់យ៉ាងខ្លាំងប្រៀបដូចជាដីកាកោះហើយទៅទទួលទោសទណ្ឌដែលអាចនឹងកំណត់វាសនាចុងក្រោយនៃគ្រួសារនិងហាងកាត់ដេររបស់គាត់ទាំងមូលថ្វីបើដឹងថាហាងកំពុងប្រឈមមុខនឹងគ្រោះថ្នាក់ប៉ុន្តែដោយសារមានហាងជាដើមទុនហ្វេនស៊ូកេក៏ត្រូវបង្ខំចិត្តយល់ព្រមហើយបាននាំកូនស្រីអ៊ីតូកូទៅជាមួយផងដែរព្រោះដឹងថានាងជាចៅស្រីសំណប់របស់លោកតានៅលើរថភ្លើងឆ្ពោះទៅក្រុងកូបេហ្វេនស៊ូកេបានធ្វើពុតជានិច្ចលក់និងបិទភ្នែករហូតដល់ destination ព្រោះគាត់មិនហ៊ានប្រឈមមុខនឹងកែវភ្នែករបស់អ្នកមានគុណឡើយពេលទៅដល់ផ្ទះលោកតាសាសាបូរ៉ូមានទឹកមុខរីករាយជាខ្លាំងនៅពេលបានឃើញអ៊ីតូកូប៉ុន្តែនៅពេលក្រឡេកឃើញកាដូនិងដឹងពីបំណងនៃការមកសុំខ្ចីប្រាក់របស់ហ្វេនស៊ូកេទឹកមុខរបស់គាត់ក៏ប្រែជាត្រជាក់ស្រេកភ្លាមបន្ទាប់ពីចាត់អ៊ីតូកូឲ្យចេញទៅក្រៅបន្ទប់លោកតាសាសាបូរ៉ូបានបដិសេធយ៉ាងដាច់ខាតនិងគ្មានមេត្តាឡើយគាត់បានស្រែកប្រាប់ហ្វេនស៊ូកេយ៉ាងត្រង់ថាយុគសម័យវាបានផ្លាស់ប្ដូរហើយឥឡូវនេះមនុស្សម្នាកំពុងតែងាកទៅរកសម្លៀកបំពាក់លោកខាងលិចឯហាងកាត់ដេរគីម៉ូណូបុរាណរបស់ឯងគឺដល់ពេលត្រូវបិទទ្វារហើយលោកតាបានផ្ដល់ជំរឿសឲ្យហ្វេនស៊ូកេនាំប្រពន្ធកូនទាំងអស់ផ្លាស់ទៅរស់នៅនិងធ្វើការនៅក្នុងរោងចក្ររបស់គាត់នៅក្រុងកូបេវិញប៉ុន្តែសម្រាប់ហ្វេនស៊ូកេដែលមានអំនួតនិងមោទនភាពជាជាងកាត់ដេរគាត់មិនអាចទទួលយកបានឡើយហើយត្រូវដើរចេញមកវិញដៃទេទាំងឈឺចាប់ចាប់ពីថ្ងៃនោះមកហ្វេនស៊ូកេប្រែជាមនុស្សគ្មានព្រលឹងក្នុងខ្លួនភរិយារបស់គាត់បានទិញថ្នាំមកឲ្យព្រោះគិតថាគាត់មានជំងឺប៉ុន្តែហ្វេនស៊ូកេបានត្រឹមតែសម្លឹងមើលថ្នាំនោះដោយខួរក្បាលទេស្អាតហើយសើចម្នាក់ឯងទាំងអស់សង្ឃឹមគាត់បានដើរទៅជួបម្ចាស់ដីដើម្បីសុំទោសចំពោះការមិនអាចកាត់ដេរឈុតការបានតែម្ចាស់ដីមិនបានស្ដីបន្ទោសអ្វីឡើយផ្ទុយទៅវិញគាត់បានណែនាំឲ្យហ្វេនស៊ូកេសម្រេចចិត្តបិទហាងគីម៉ូណូនោះចោលចោះដើម្បីកាត់បន្ថយការខាតបង់ដែលនៅសេសសល់នៅថ្ងៃមុនពេលបើកវេទិកាសាលារៀនអ៊ីតូកូបានលួចទៅឈមមើលហាងកាត់ខោបស្ចិមប្រទេសជាលើកចុងក្រោយហាងនោះជំនាញខាងកាត់ដេរខោអាវម៉ូដលោកខាងលិចយ៉ាងស្ទាត់ជំនាញគ្រាន់តែបានឈរនៅទីនោះនិងឮសំឡេងម៉ាស៊ីនដេរលាន់ឬឆឹកឆាក់ក៏ធ្វើឲ្យបេះដូងរបស់នាងមានអារម្មណ៍ស្ងប់ស្ងាត់និងមានក្តីសុបិនឡើងវិញ
នៅតាមផ្លូវត្រឡប់មកផ្ទះអ៊ីតូកូបានជួបខេនស៊ូកេដែលជាមិត្តភក្តិលេងជាមួយគ្នាតាំងពីតូចខេនស៊ូកេកំពុងត្រូវក្រុមក្មេងទំនើងចំរុំរំលោភបំពាននិងធ្វើបាបដោយឃើញបែបនេះអ៊ីតូកូបានដោះស្បែកជើងរួចស្ទុះទៅរុញក្មេងទំនើងម្នាក់ឲ្យដួលប៉ុន្តែក្រុមនោះបានវាយបកវិញបណ្ដាលឲ្យអ៊ីតូកូដួលទៅលើដីនិងមានរបួសធ្ងន់ធ្ងរមិនអាចក្រោកកើតរំពេចនោះខេនស៊ូកេដែលធ្លាប់តែជាក្មេងសុកសៀកនិងភ័យខ្លាចបានប្រែជាមានកំហឹងដូចមនុស្សឈួតគេបានស្ទុះទៅវាយតបជាមួយក្រុមនោះយ៉ាងសាហាវរហូតធ្វើឲ្យពួកក្មេងទំនើងភ័យរត់ចោលជួអស់អ៊ីតូកូបានត្រឹមតែអង្គុយសម្លឹងមើលខេនស៊ូកេដោយភាពភ្ញាក់ផ្អើលទោះជាយ៉ាងណានៅពេលត្រឡប់មកដល់ផ្ទះអ៊ីតូកូបានយកភួយគ្រប់ក្បាលហើយយំសោកយ៉ាងខ្លាំងនៅចំពោះមុខលោកយាយគិតថានាងយំដោយសារតែឈឺរបួសលើរាងកាយប៉ុន្តែអ៊ីតូកូបានប្រាប់ទាំងទឹកភ្នែកនិងសម្លេងអួរដាមកថាខ្ញុំមិនមែនយំដោយសារឈឺរបួសទេលោកយាយប៉ុន្តែខ្ញុំទ្រាំមិនបានខេនស៊ូកេធ្លាប់តែជាមនុស្សទន់ខ្សោយហើយគេតែងតែគិតថាខ្ញុំជាមនុស្សក្លាហានប៉ុន្តែថ្ងៃនេះគេបានក្លាយជាអ្នកជួយខ្ញុំទៅវិញមនុស្សប្រុសទាំងអស់នៅពេលធំឡើងគឺតែងតែរឹងមាំនិងឆ្លងផុតខ្ញុំទាំងអស់ឯខ្ញុំបែរជាត្រូវគេបោះបង់ចោលនៅពីក្រោយរកតែយកឈ្នះគេម្នាក់ក៏មិនបានផងលោកយាយបានលួងលោមនាងថាឯងជាមនុស្សស្រីត្រូវធ្វើអ្វីដែលមនុស្សស្រីគេធ្វើទៅដូចជាការងារប៉ាដិនកាត់ដេរដែលឯងស្រឡាញ់នោះអីប៉ុន្តែពាក្យនេះរឹតតែធ្វើឲ្យអ៊ីតូកូយំខ្លាំងជាងមុនព្រោះឪពុករបស់នាងបានហាមឃាត់មិនឲ្យនាងពាក់ព័ន្ធនឹងការកាត់ដេរនិងហាមមិនឲ្យទៅហាងខោនោះទៀតឡើយពីសំឡេងកូនស្រីយំសោកបកស្រាយពីចម្លើយចិត្តនិងក្តីស្រមៃដែលត្រូវគេជន់ឈ្លីហ្វេនស៊ូកេដែលឈរស្ដាប់នៅខាងក្រៅបន្ទប់ក៏ស្រមៃយល់យ៉ាងច្បាស់គាត់បានដឹងខ្លួនថាកន្លងមកគាត់មិនត្រឹមតែហាមឃាត់កូនប៉ុណ្ណោះទេប៉ុន្តែគាត់កំពុងតែឈរពាំងផ្លូវក្តីស្រមៃដ៏ធំបំផុតរបស់កូនស្រីខ្លួនឯងថ្ងៃបន្ទាប់ហ្វេនស៊ូកេបានដើរមកប្រាប់អ៊ីតូកូដោយផ្លាស់ប្ដូរអាកប្បកិរិយាទាំងស្រុងថាឯងអាចលាឈប់ពីសាលារៀនហើយទៅធ្វើជាសិស្សហាត់ការនៅហាងកាត់ដេរខោនោះបានហើយនៅពេលឮពាក្យនេះអ៊ីតូកូស្រែកលោតផ្លោះទាំងទឹកភ្នែកនិងសំណាយក្នុងពេលតែមួយនាងបានរៀបចំខ្លួនទៅសាលារៀនជាលើកចុងក្រោយដើម្បីលាឈប់ផ្លូវការនាងបានចែកនំដល់មិត្តភក្តិទាំងអស់ក្នុងថ្នាក់រួចប្រកាសដោយមោទនភាពថាខ្ញុំឈប់រៀនដើម្បីទៅរៀនធ្វើជំនួញនិងរៀនជំនាញកាត់ដេរមិនមែនមកពីគ្រួសារខ្ញុំក្រហើយក៏មិនមែនមកពីខ្ញុំប្រឡងធ្លាក់ដែរនៅចុងបញ្ចប់នាងបានហុចនំដុំចុងក្រោយទៅឲ្យណាត់ស៊ូរួចប្រាប់ថាជួយប្រាប់ពុកឯងលោកយូស៊ីដាផងថាពុកខ្ញុំនិងខ្ញុំមានផ្លូវដើររៀងខ្លួនហើយប៉ុន្មានថ្ងៃក្រោយមកម្ដាយរបស់អ៊ីតូកូបានជូននាងទៅហាងកាត់ដេរខោអាវម៉ូដលោកខាងលិចព្រមទាំងមានកាដូជាប់ដៃទៅជូនម្ចាស់ហាងផងដែរនៅពេលនោះអ៊ីតូកូមានក្តីសង្ឃឹមយ៉ាងមុតមមថាអនាគតនិងក្តីស្រមៃរបស់នាងកំពុងចាប់ផ្ដើមចេញរូបរាងនៅទីនេះប៉ុន្តែភ្លាមដែលនាងឈានជើងចូលក្នុងហាងអាកប្បកិរិយារបស់អ្នកគ្រប់គ្នាក៏ប្រែប្រួលភ្លាមពីភាពទន់ភ្លន់មកជាភាពត្រជាក់ស្រេបនិងរក្សាគម្លាតពីមុនពួកគេស្វាគមន៍នាងយ៉ាងរាក់ទាក់ព្រោះនាងជាអតិថិជនប៉ុន្តែចាប់ពីថ្ងៃនេះទៅនាងគឺជាកូនឈ្នួលសិស្សហាត់ការដែលត្រូវរស់នៅក្រោមប្រព័ន្ធលំដាប់អ្នកយ៉ាងតឹងរ៉ឹងរៀបតែបោះជំហានចូលស្រាប់តែរឿងរ៉ាវមិននឹកស្មានដល់បានកើតឡើងព្រាមច្បងនៅក្នុងហាងបានបោះក្រណាត់ជូតទៅដាក់ដៃនាងភ្លាមការងារពេទ្យប៉ាតអូសបោះជូតសម្អាតដែលធ្លាប់ជាភារកិច្ចរបស់អ្នកដទៃឥឡូវនេះបានធ្លាក់មកលើស្មារបស់នាងទាំងស្រុងចាប់តាំងពីវិនាទីនោះមកគ្មាននរណាម្នាក់សម្ដែងចិត្តល្អដាក់នាងទៀតឡើយហើយអ៊ីតូកូត្រូវរងការស្ដីបន្ទោសពេញមួយថ្ងៃលុះដល់ពេលបាយថ្ងៃត្រង់នាងត្រូវគេបង្ខំឲ្យនៅចាំយាមហាងទម្រាំតែបានហូបបាយគឺបន្ទាប់ពីអ្នករាល់គ្នាហូបឆ្អែតអស់ទៅហើយឯម្ហូបអាហារដែលសល់នៅលើតុគឺស្ទើរតែគ្មានអ្វីសោះថែមទាំងត្រូវអ្នកគ្រប់គ្រងហាងស្ដីបន្ទោសថាស៊ីបាយយឺតទៀតផងពេលនេះហើយដែលអ៊ីតូកូទើបតែយល់យ៉ាងច្បាស់ពីអត្ថន័យនៃពាក្យថាសិស្សហាត់ការដែលឪពុកនាងធ្លាប់បានប្រាប់ទោះជាត្រូវគេធ្វើបាបនិងស្ដីបន្ទោសយ៉ាងណាក៏ដោយអ៊ីតូកូនៅតែខិតខំអត់ធ្មត់ព្រោះគោលដៅតែមួយគត់របស់នាងគឺចង់កាន់និងប្រើប្រាស់ម៉ាស៊ីនដេរនាងសុខចិត្តធ្វើការងារទូទៅទាំងអស់សុំត្រឹមតែបានប៉ះពាល់វាប៉ុន្តែលោកស្រីយ៉ាម៉ាកូស៊ីប្រពន្ធម្ចាស់ហាងបានប្រាប់ការពិតដ៏ជូរចត់ថា5ឆ្នាំដំបូងនៃការធ្វើជាសិស្សហាត់ការគឺធ្វើតែការងារពេទ្យប៉ាតនិងជូតសម្អាតប៉ុណ្ណោះបន្ទាប់ពី5ឆ្នាំទើបមានសិទ្ធិកាន់និងរៀបចំក្រណាត់ហើយបើចង់កាន់ម៉ាស៊ីនដេរគឺត្រូវរងចាំរហូតដល់10ឆ្នាំ10ឆ្នាំពាក្យនេះបានធ្លាក់មកលើទ្រូងរបស់អ៊ីតូកូយ៉ាងធ្ងន់ធ្ងរតើនាងត្រូវរងចាំរហូតដល់10ឆ្នាំពិតមែនឬនៅពេលត្រឡប់មកដល់ផ្ទះវិញអ៊ីតូកូបានពុតធ្វើជាគ្មានរឿងអ្វីកើតឡើងព្រោះនាងមិនចង់ឲ្យឪពុកគិតថានាងកំពុងតែបង្ខំចិត្តឬទ្រាំទ្រនោះទេព្រោះនេះជាឱកាសដែលនាងខិតខំសុំយ៉ាងលំបាកប៉ុន្តែឪពុកម្ដាយរបស់នាងដឹងច្បាស់ណាស់ថាជីវិតជាសិស្សហាត់ការវាកាចសាហាវកម្រិតណាពេលនាងដើរឡើងទៅជន់លើយាយនិងម្ដាយបានលួចដើរតាមពីក្រោយដោយមានឪពុកឈរលួចស្ដាប់នៅជើងកាំឆ្លាតដូចមុនភ្លាមដែលអ៊ីតូកូទម្លាក់ខ្លួនទៅលើពុករាងកាយរបស់នាងលែងមានកម្លាំងកម្រិតកើតនៅក្នុងខួរក្បាលរបស់នាងវិលវល់តែពាក្យថា10ឆ្នាំ10ឆ្នាំយូរម្ល៉េះលោកយាយបានយកបាយកញ្ចប់មកឲ្យម្ដាយបានហុចស្ករគ្រាប់ឲ្យនាងបឺតព្រមទាំងលួងលោមថាបើត្រូវគេស្ដីបន្ទោសឲ្យលួចទៅហូបស្ករគ្រាប់នៅកន្លែងស្ងាត់ទៅណាថ្ងៃនោះនាងត្រូវគេស្ដីបន្ទោសពេញមួយថ្ងៃស្ករគ្រាប់ក៏អស់យ៉ាងលឿនហើយក្តីស្រមៃចង់កាន់ម៉ាស៊ីនដេរក៏ហាក់ដូចជាកាន់តែឃ្លាតឆ្ងាយទៅនៅពេលរសៀលណាត់ស៊ូដែលជាមិត្តភក្តិរួមថ្នាក់បានមកទិញអីវ៉ាន់នៅហាងណាត់ស៊ូត្រូវបានអ្នកនៅក្នុងហាងទទួលស្វាគមន៍យ៉ាងរាក់ទាក់និងពោលពាក្យសរសើរក្នុងនាមជាអតិថិជនដូចគ្នាបេះបិទទៅនឹងអ្វីដែលអ៊ីតូកូធ្លាប់ទទួលបានកាលពីមុនអ៊ីតូកូបានត្រឹមតែឈរញ៉ាំស្ងួតនៅក្បែរនោះដោយគ្មានសិទ្ធិនិយាយអ្វីឡើយពី5ថ្ងៃក្រោយមកអ៊ីតូកូបានធ្លាក់ខ្លួនឈឺតែនាងនៅតែជំរុញខ្លួនឯងឲ្យទៅធ្វើការទាំងព្រលឹមដើម្បីរៀបចំប្រមូលនិងបើកហាងប៉ុន្តែនៅពេលដែលពួកសិស្សរៀនច្បងមកដល់ពួកគេបែរជាដេញនាងឲ្យត្រឡប់ទៅផ្ទះវិញដោយនិយាយទាំងត្រជាក់ស្រេបថាត្រឡប់ទៅផ្ទះវិញទៅនៅទីនេះមានតែធ្វើឲ្យការងារយឺតយ៉ាវហើយបើឆ្លងជំងឺផ្ដាសាយមកពួកយើងទៀតកាន់តែវីវហើយពាក្យសម្ដីទាំងនោះបានចាក់ដល់បេះដូងរបស់អ៊ីតូកូយ៉ាងខ្លាំងនាងបានខិតខំប្រឹងប្រែងអស់ពីសមត្ថភាពប៉ុន្តែអ្វីដែលនាងទទួលបានគឺការមើលស្រាលបែបនេះឬអ្នកនៅក្នុងហាងបានសុខសិទ្ធគ្នានឹងទីថានាងច្បាស់ជាមិនមកធ្វើការទៀតឡើយហើយសូម្បីតែអ៊ីតូកូខ្លួនឯងក៏ចាប់ផ្ដើមគិតបែបនោះដែរការធ្វើការងារពេទ្យប៉ាតរាល់ថ្ងៃការរងការស្ដីបន្ទោសរាល់ថ្ងៃការអត់ធ្មត់បែបនេះរហូតដល់10ឆ្នាំតើវាមានន័យពិតប្រាកដដែរឬទេនាងនឹកឃើញចង់ត្រឡប់ទៅរៀនសូត្រនៅសាលារៀនវិញណាស់ប៉ុន្តែនៅក្នុងខណៈដែលនាងកំពុងដេកសម្រាកនៅផ្ទះស្រាប់តែនាងបានលួចស្ដាប់កិច្ចសន្ទនារវាងម្ដាយនិងប្អូនស្រីរបស់នាងដែលកិច្ចសន្ទនានោះចិត្តនឹងផ្លាស់ប្ដូរការគិតរបស់នាងម្ដងទៀតនៅក្នុងបន្ទប់ដេកអ៊ីតូកូបានលួចស្ដាប់កិច្ចសន្ទនារវាងម្ដាយនិងប្អូនស្រីរបស់នាងកំពុងតូចចិត្តដែលត្រូវពាក់សម្លៀកបំពាក់ចាស់បន្តពីបងខណៈដែលអ៊ីតូកូអាចលាឈប់ពីសាលាទៅធ្វើអ្វីតាមចិត្តចង់បានប៉ុន្តែម្ដាយរបស់នាងបានពោលពាក្យទូន្មានយ៉ាងជ្រាលជ្រៅថាសម្រាប់ស្ត្រីភេទការទទួលបានធ្វើអ្វីដែលខ្លួនស្រឡាញ់គឺជារឿងលំបាកខ្លាំងណាស់បងស្រីឯងត្រូវខិតខំស៊ូនិងប្រជែងយ៉ាងខ្លាំងទើបទទួលបានឱកាសនេះមកហើយទោះជាទទួលបានហើយក៏នាងនៅតែត្រូវខិតខំជែកផ្លូវតស៊ូទៅមុខទៀតដែរពាក្យសម្ដីរបស់ម្ដាយបានធ្វើឲ្យបេះដូងរបស់អ៊ីតូកូញ័ររន្ធត់នាងភ្ញាក់រលឹកថាកន្លងមកនាងស្ទើរតែបោះបង់ចោលក្តីស្រមៃត្រឹមតែព្រោះតែភាពល្ងង់ខ្លៅនិងភាពទន់ខ្សោយរបស់ខ្លួនឯងនាងកំពុងតែព្យាយាមទម្លុះក្របខ័ណ្ឌប្រពៃណីចាស់ដែលកម្រិតសិទ្ធិស្ត្រីដូច្នេះហើយការជួបប្រទះនឹងឧបសគ្គគឺជារឿងធម្មតានាងមិនត្រូវរត់គេចឡើយទោះជាត្រូវប្រើពេល10ឆ្នាំក៏ដោយពេលល្ងាចឡើងអ៊ីតូកូបានរត់ចុះពីលើផ្ទះទាំងក្តីរីករាយហើយប្រាប់ឪពុកថាស្អែកនាងនឹងទៅធ្វើការវិញឪពុកនាងបានរំលឹកភ្លាមថាឯងមិនមែនទៅធ្វើការទេគឺទៅរៀនសូត្រពីគេ
ពាក្យរំលឹកនេះបានធ្វើឲ្យអ៊ីតូកូយល់កាន់តែច្បាស់នាងលែងមើលឃើញថាការងារជូតសម្អាតឬការស្ដីបន្ទោសជារឿងគួរឲ្យភ័យខ្លាចទៀតហើយបើទៅដល់ហាងមុនគេនាងបានស្រូបយកខ្យល់អាកាសបរិសុទ្ធនាពេលព្រឹកបើជូតតុនាងបានសម្លឹងមើលពន្លឺចាំងភ្លេចនៃឈើដែលស្អាតបាតរាល់ពេលដែលរៀមច្បងប្រៀបធៀបឬស្ដីបន្ទោសនាងចាត់ទុកថាជាមេរៀននិងជាការវិវត្តទៅមុខរៀងរាល់យប់អ៊ីតូកូតែងតែត្រានៅអ្វីដែលនាងបានរៀនសូត្រក្នុងមួយថ្ងៃចូលទៅក្នុងសៀវភៅកំណត់ត្រារបស់នាងបានសម្លឹងមើលទំព័រដែលកើនឡើងជាលំដាប់រួចញឹមដោយមោទនភាពនាងបានកញ្ញាថាដើម្បីគ្រប់10ឆ្នាំនាងនៅសល់ពេល9ឆ្នាំនិង345ថ្ងៃទៀតនាងបានដើរមកដល់ភាគ1ក្នុងចំណោម40ភាគហើយ1 2 3 4 5ឆ្នាំខែឆ្នាំប្រហែលចិត្តគ្រប់ហើយមើលទៅថ្ងៃមួយលោកនីស៊ីដាដែលជាជាងដេនៅក្នុងហាងបានលួចប្រាប់អ៊ីតូកូដោយស្ងាត់ថានៅពេលយកម៉ាស៊ីនដេទំនេរគ្មាននរណាម្នាក់ប្រើទេឯងអាចលួចប្រើវាបានពេលនេះអ៊ីតូកូទើបតែយល់ពីមូលហេតុដែលរៀមច្បងយ៉ាម៉ាកូស៊ីតែងតែដេញនាងឲ្យត្រឡប់ទៅផ្ទះមុនព្រោះតែគាត់ក៏ចង់ប្រើប្រាស់ម៉ាស៊ីនដេដើម្បីហាត់សមនៅពេលយប់ដូចគ្នាលើកនេះអ៊ីតូកូមិនត្រឡប់ទៅផ្ទះឡើយនាងបានប្រាប់រៀមច្បងយ៉ាម៉ាកូស៊ីយ៉ាងក្លាហានថានាងនឹងរងចាំរហូតដល់គាត់ហាត់ដេរួចដើម្បីឲ្យនាងបានហាត់បន្តរៀមច្បងយ៉ាម៉ាកូស៊ីមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះនាងទើបតែមកធ្វើការបាន2សប្តាហ៍ប៉ុណ្ណោះប៉ុន្តែអាចមានឱកាសបានប៉ះពាល់ម៉ាស៊ីនដេទៅហើយខណៈដែលរូបគាត់តត្រូវចំណាយពេលរហូតដល់ទៅ1ឆ្នាំឯណោះនៅកណ្ដាលអត្រាពេលបានអប់នឹងកាន់ម៉ាស៊ីនដេតែម្នាក់ឯងអ៊ីតូកូមានអារម្មណ៍ថាក្តៅភ្នែកនិងរំភើបយ៉ាងខ្លាំងរហូតនិយាយមិនចេញរង្វាន់តូចមួយនៅតាមផ្លូវឆ្ពោះទៅរកក្តីស្រមៃដ៏ធំគឺការចេញពីការតស៊ូប្រឹងប្រែងមិនលះបង់របស់នាងផ្ទាល់ឲ្យតែមានក្តីស្រមៃនៅក្នុងចិត្តមនុស្សយើងប្រកាសជាអាចរឹងមាំនិងឆ្លងផុតរាល់ឧបសគ្គបានយ៉ាងពិតប្រាកដ